ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះក៏យើងមកតសាច់រឿងរបស់យើងទៀតហើយប៉ុន្តែសាច់រឿងយើងនៅវគ្គនេះតួឯកប្រុសរបស់យើងដែលជាលិនយីហ្នឹងគេចាប់ផ្ដើមធំម្ដងបន្តិចហើយតើឥឡូវយើងកុំឲ្យខាតពេលយូរយើងក៏ចូលទៅក្នុងសាច់រឿងវគ្គបន្តរបស់យើងទៀតទៅនៅពេលដែលលិនយីហើយនិងអាប៉ែបែនោះបានប្រយុទ្ធគ្នាហើយពួកគេក៏បានធ្លាក់ពីជ្រុះមកក្រោមប៉ុន្តែលិនយីគឺពិតជាសំណាងមែនទែនរូគេមិនទាន់ទាំងបានស្លាប់នោះទេដោយរូគេបានអស់សង្ឃឹមថារូគេប្រហែលជាមនុស្សនោះឡើយតែនេះប្រហែលជាសំណាងរបស់គេហើយដែលអាចឲ្យជីវិតរបស់គេនឹងតទៅមុខទៀតប៉ុន្តែអាប៉ែដែលបានប្រយុទ្ធជាមួយគេនោះក៏ត្រូវបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយតែផ្ទុយមកវិញនោះខ្លួនប្រាណរបស់លិនយីក៏ពោពេញទៅដោយស្នាមរបួសដែលធ្វើឲ្យរូបលិនយីរបស់យើងនឹងងើបមិនចង់រួចនោះឡើយខណៈពេលដែលលិនយីបានក្រោកឈរមករួចនោះក៏ស្រាប់តែមានសម្លេងនរណាម្នាក់បានសួរទៅលិនយីថាតើអ្នកភ្ញាក់ហើយមែនទេឯលិនយីក៏បានគិតថាតើនោះគឺជាក្រុមចៅទៀតមែនទេសម្លេងនោះក៏បានមកលើថែមទៀតថាខ្ញុំគឺជាអ្នកដែលជួយសង្គ្រោះអ្នកដូច្នេះអ្នកមករកខ្ញុំមកកាត់ចូលមកត្រង់កន្លែងនេះវិញលិនយីក៏បាននិយាយប្រាប់អំពីប្រវត្តិមួយក្នុងអំឡុងពេលដែលសាងសង់ផ្លូវរួមក្រោមដីដែលជាពេលវេលាមួយដែលស្ថិតនៅអ៊ីស៊ីគីយ៉ាពេលនោះលិនយីក៏បានយល់ស្បិនឃើញអំពីមនុស្សយន្តម្នាក់ដែលមនុស្សយន្តដែរគាត់ជាមនុស្សដែលមើលទៅគួរឲ្យខ្លាចប៉ុន្តែមានបេះដូងដ៏សែនកក់ក្ដៅពេលនោះមនុស្សយន្តក៏បានសួរទៅលិនយីថាយ៉ាតើអ្នកធ្លាប់ញ៉ាំរបស់នេះដែរឬទេវាពិតជាមានរសជាតិឆ្ងាញ់ពិសេសខ្លាំងណាស់ហើយនេះគឺជាផ្លែឈើតែមួយគត់ដែលអ្នកមិនអាចរកឃើញវានៅកន្លែងផ្សេងទៀតបាននោះឡើយលិនយីក៏បានបេះផ្លែឈើនោះយកមកបរិភោគមនុស្សយន្តក៏បាននិយាយថាខ្ញុំចង់សួរអ្នករឿងមួយជាយូរមកហើយតើអ្នកអាចបណ្ដុះស្នូលនៃអំណាចវេទមន្តនៅវ័យក្មេងបែបនេះបានដោយរបៀបណាលើពីនេះទៅទៀតឯងថែមទាំងមានអំណាចខ្លាំងជាងអាប់មកពេញវ័យទៅទៀតបន្ទាប់មកអ្នកប្រហែលជាអាចរៀនរឿងនេះបានដែរហើយមើលទៅពេលនោះលិនយីក៏ពិតជាមានការឆ្ងល់មែនតើរៀនអីទៅមនុស្សយន្តក៏បានប្រាប់ថាគឺការស្រូបយកម៉ាណាពេលកំពុងធ្វើចលនាហើយនៅពេលដែលយើងមានម៉ាណាកាន់តែច្រើននោះការស្ទាត់ជំនាញប្រយុទ្ធអាចមានប្រយោជន៍កាន់តែខ្លាំងលិនយីបានសួរថាតើអ្នកធ្វើបែបនោះបានដោយរបៀបណាទៅមនុស្សយន្តក៏បានប្រាប់អំពីវិធីសាស្ត្ររបស់គេមុនដំបូងឯងក្តាប់ដៃឲ្យជាប់ហើយផ្ដោតអារម្មណ៍ទៅលើយុទ្ធសាស្ត្រមួយនោះខណៈពេលដែលលិនយីក៏បានធ្វើតាមហើយរូគេក៏ទទួលបានជោគជ័យភ្លាមតែម្ដងគ្រាន់តែគេក្តាប់ដៃឲ្យណែនហើយផ្ដោតអារម្មណ៍ទៅលើការហ្វឹកហាត់នោះចលនារបស់គេគឺពិតជាលឿនមែនទែនដែលអាចផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយបន្ទាប់ពីលិនយីបានជោគជ័យហើយរូបមនុស្សយន្តនោះក៏បានចាក់ចែងពីទីកន្លែងនេះបាទទៅហើយរូគេក៏បាននិយាយថាពេលនេះឯងអាចត្រឡប់ទៅផ្ទះរបស់ឯងវិញបានហើយលិនយីក៏បានគិតថាពេលនេះរូគេបានបាត់ខ្លួនបាត់ទៅហើយប្រហែលជាខ្ញុំមិនអាចជួបគាត់ម្ដងទៀតបាននោះទេប៉ុន្តែនៅពេលដែលរូគេកំពុងតែគិតនោះក៏ស្រាប់តែមានយុទ្ធសាស្ត្របិសាចអ្វីមួយយ៉ាងបានហមមកចូលសន្ធើក្នុងខ្លួនគេភ្លាមតែធ្វើឲ្យលិនយីរបស់យើងនឹងក៏ពិតជាមានការឈឺចុកចាប់មែនតើអូចុកចាប់ណាស់ខណៈពេលនោះដែរសម្លេងបំលឺរបស់មនុស្សយន្តនោះក៏បានបំលឺឡើងខ្ញុំដឹងថាការបែកគ្នាមួយនេះធ្វើឲ្យអ្នកសោកសៅណាស់ប៉ុន្តែឯងនៅតែមានការងារជាច្រើនដែលត្រូវធ្វើឥឡូវនេះដើម្បីជាអំណោយនៃការលាគ្នាខ្ញុំនឹងផ្ដល់នូវក្របមន្តអាគមរបស់ខ្ញុំឲ្យទៅអ្នកតើឯងពេញចិត្តវាដែរឬទេឥឡូវនេះខ្ញុំសូមចាក់ចែងទៅសិនហើយបាយមិត្តសម្លាញ់បន្ទាប់ពីមនុស្សយន្តបានចាក់ចេញពីរូគេហើយលិនយីរបស់យើងនឹងក៏បានដើរសម្ដៅដើម្បីធ្វើដំណើរចាក់ចេញទៅផ្ទះរបស់គេតែនៅពេលដែលគេបានដើរចុះឡើងហ្នឹងរូគេមិនដឹងថានៅកន្លែងនេះគឺជាកន្លែងណានោះទេគឺរូគេនឹងមិនអាចរកផ្លូវចាក់ចេញទៅផ្ទះរបស់គេបានឡើយដូច្នេះរូគេត្រូវតែរកមើលកន្លែងខ្ពស់មួយដើម្បីចាក់ចេញពីទីកន្លែងនេះប៉ុន្តែនៅពេលដែលលិនយីបានហោះស្ទូទៅចាប់ដើមឈើនៅកន្លែងខ្ពស់នោះក៏ស្រាប់តែឮសំឡេងមនុស្សដែលស្រែកឲ្យជួយតែមាននរណាអាចជួយសង្គ្រោះខ្ញុំបានដែរឬទេខ្ញុំគឺពិតជាមានការផាត់ភ័យមែនតើឯលិនយីក៏បានស្ទុះទៅមើលយ៉ាងលឿនរូគេក៏បានឃើញមនុស្សមួយក្រុមកំពុងតែធ្វើបាបក្មេងស្រីម្នាក់ដែលនៅក្នុងប្រទេសមួយនោះតែពួកគេបានចាប់ក្មេងស្រីម្នាក់នេះមកពីនគរអេលហ្វ័រហើយក៏យកមកលក់ផងដែរពេលនោះបរិមម្នាក់ក៏បានសួរទៅអ្នកលក់ថាតើក្មេងស្រីម្នាក់នេះលក់ក្នុងតម្លៃប៉ុន្មានថាកែដែលជាអ្នកលក់នោះក៏បានឆ្លើយថាក្មេងស្រីដែលមកពីនគរអេលហ្វ័រនេះប្រហែលជាមានតម្លៃខ្ពស់ហើយតើលោកមានលទ្ធភាពដែរឬទេពេលនោះអាប៉ែម្នាក់ក៏បាននិយាយថាប្រញាប់ឡើងហើយដាក់នាងទៅក្នុងបន្ទប់ដាក់អីវ៉ាន់ដើម្បីយើងអាចត្រៀមខ្លួនចេញដំណើរបានតែឥឡូវយើងឆាប់ចាក់ចេញពីទីកន្លែងព្រៃដ៏សែនអាក្រក់នេះឆាប់នេះទៅបើមកមើលមុខរបស់លិនយីវិញពេលនេះគឺគេពិតជាមានការខឹងមែនទែនពេលនោះលិនយីក៏បានគិតថាតើនេះមិនមែនជាអ្នកជួញដូរទេសកលដែលបានហាយខ្ញុំនិងឪពុកម្ដាយរបស់ខ្ញុំចេញពីគ្នាទេមែនឬពេលដែលពួកគេរៀបនឹងធ្វើដំណើរចាក់ចេញពីទីកន្លែងនោះហើយលិនយីក៏បានឃើញកូនចៅរបស់គេហើយរូគេក៏បានគិតថាពេលនេះរូគេមិនមានអាវុធនោះទេដូច្នេះមានតែប្រើជំនាញពីអតីតកាលរបស់គេហើយទោះបីជាមានប្រយោជន៍ឬក៏មិនមានប្រយោជន៍នោះក៏សាកល្បងមើលទៅភ្លាមនោះលិនយីក៏បានប្រើជំនាញរបស់ខ្លួនស្ទុះទៅវាប្រហារអាប៉ែនោះដាច់កបស្លាប់បាត់ទៅគ្នារបស់គេម្នាក់ទៀតក៏បានឆ្ងល់ថាចំចាអាប៉ែនោះយូរម៉េចកាលវាមកហើយរូគេក៏បានដើររកគ្នារបស់គេប៉ុន្តែនៅពេលដែលរូគេកំពុងតែដើររកនោះលិនយីក៏បានស្ទុះមកចាប់មាត់របស់គេយ៉ាងជាប់ហើយក៏បានកាប់សម្លាប់អាប៉ែម្នាក់នោះស្លាប់បាត់បង់ជីវិតមួយទៀតទៅពេលនេះដែលលិនយីរបស់យើងគឺរត់កាន់តែសាហាវមែនទែនហើយពេលនេះរូគេបានសម្លាប់អា2នាក់ហើយគឺនៅសល់តែ2នាក់ទៀតនោះទេដូច្នេះរូគេត្រូវតែសម្លាប់ឲ្យបានយ៉ាងលឿនហើយអា2នាក់ទៀតហ្នឹងគឺវា
វាកំពុងតែរកគ្នារបស់វាពីព្រោះថាបាត់គ្នារបស់វាយូរពេកចឹងណាមិនដឹងថាពួកវាបាត់តាណានោះទេហើយលីនយីមិនទាន់ចង់សម្លាប់ពួកអាពីរនាក់ហ្នឹងទេគឺឲ្យពួកគេដើររកឲ្យបានឆ្ងាយចឹងណាហើយចាំជួយកញ្ញាហ្នឹងចេញបាត់ទៅប៉ុន្តែនៅពេលដែលអាពីរនាក់នោះកំពុងតែដើររកនោះស្រាប់តែកញ្ញាម្នាក់ហ្នឹងស្រែកសុំជំនួយឲ្យជួយនាងផងពេលនេះគឺធ្វើឲ្យលីនយីរបស់យើងហ្នឹងគឺពិតជាខឹងមែនទែនក៏បាននិយាយថាឈួតហើយដើម្បីបានជាត្រូវមកស្រែករកជំនួយនៅពេលនេះដែលធ្វើឲ្យអាប៉ែទាំងងល់នោះបានសង្ស័យហើយលីនយីមិនមកឲ្យយូរទេរូគេក្បែរស្ទូទៅកាប់កអាប៉ែហ្នឹងដាច់មួយទៀតទៅឯគ្នារបស់គេមួយទៀតគឺរូគេគឺពិតជាផ្កើមែនទែនរូគេមិនប្រើកាំបិតក្នុងការវាយប្រហារនោះទេគឺរូគេប្រើតែកណ្ដាប់ដៃរន្ទះរបស់គេហើយក៏បាននិយាយមើលងាយទៅកាន់លីនយីថារូបលីនយីនេះមិនអាចឈ្នះរូគេបានឡើយដោយមិនបង្អង់យូរអាប៉ែនឹងក៏ធ្វើការហោះស្ទូទៅវាយប្រហារលីនយីរបស់យើងតែម្ដងហើយលីនយីក៏បានគិតយ៉ាងរហ័សមិនឲ្យអាប៉ែនឹងវាយប្រហារត្រូវរូគេនោះទេហើយលីនយីរបស់យើងក៏បានធ្វើការដាក់មួយដៃទៅចំកណ្ដាលមុខរបស់គេយ៉ាងប៉ើងទៅដល់មលានម៉ែតែម្ដងនឹងបាននិយាយថាទៅឋានរួចទៅមនុស្សវិកលចរិតពេលនេះក៏ធ្វើអាប៉ែហ្នឹងគឺពិតជាមានការខឹងទៅកាន់លីនយីរបស់យើងមែនតើលីនយីក៏បានគប់កំបិតរបស់ខ្លួនទៅកាន់អាប៉ែម្នាក់ហ្នឹងប៉ុន្តែក៏ត្រូវបានរូគេនឹងចាប់កំបិតរបស់លីនយីជាប់ពេលនោះដែរក៏ធ្វើឲ្យលីនយីមិនមានអាវុធតតាំងជាមួយគេទៀតនោះទេពេលនោះដែរអាប៉ែហ្នឹងក៏បាននិយាយឌឺទៅកាន់លីនយីថាកំបិតរបស់ឯងគឺតូចដូចជាឯងអញ្ចឹងហើយគួរឲ្យស្រឡាញ់ណាស់នេះបន្ទាប់មករូគេក៏បានគប់កំបិតរបស់គេហ្នឹងឲ្យទៅកាន់លីនយីវិញនឹងបាននិយាយថានេះគឺជាអាវុធរបស់ឯងយកទៅវិញទៅអាប៉ែហ្នឹងក៏ធ្វើការដាក់ទៅកាន់លីនយីនឹងមួយជើងយ៉ាងប៉ើងតែម្ដងបន្ទាប់មករូគេក៏បានចាប់ជើងរបស់លីនយីនឹងបានសំយងក្បាលចុះក្រោមដូចជាកង្កែបអញ្ចឹងហើយលីនយីក៏បានចាប់បំបាក់ដៃរបស់អាប៉ែហ្នឹងដែលធ្វើឲ្យមានការផ្ទុះយ៉ាងសន្ធោសន្ធៅពេលនោះដែរក៏ធ្វើឲ្យរូគេក៏ពិតជាមានការជួយចាប់មែនទែនហើយរូគេនឹងធ្វើការសងសឹកទៅកាន់លីនយីរបស់យើងវិញតែរូគេមិនទាន់ទាំងបានសងសឹកផងលីនយីរបស់យើងក៏បានគប់មួយកំបិតទៅចំកញ្ចឹងករបស់គេស្លាប់បាត់បង់ជីវិតបាត់ទៅហើយលីនយីក៏បានជាប់កាន់កំបិតយ៉ាងសង្ហាប៉ុន្តែពេលនេះដែររូគេក៏បានចាប់ផ្ដើមធំធាត់បន្តិចម្ដងហើយយើងមើលទៅវាគួរឲ្យសង្ហាដែរបន្តពីលីនយីបានសម្លាប់អាប៉ែនោះហើយក៏ធ្វើការទៅសម្លាប់អាប៉ែមួយទៀតដែលជាកូនចៅរបស់គេអាប៉ែនោះគឺពិតជាមានការផាត់ភ័យមែនតើគឺគេមិនចង់ស្លាប់នោះទេហើយក៏បានសុំអង្វរលីនយីនឹងកុំសម្លាប់គេអីហើយអនុញ្ញាតឲ្យគេចាកចេញទៅចោលហើយលីនយីគ្មានការអាណិតអាសូរសូម្បីតែបន្តិចឡើយកែវភ្នែករបស់គេគឺពោពេញទៅដោយកំហឹងនឹងបានការសម្លាប់អាប៉ែម្នាក់នឹងស្លាប់បាត់បង់ជីវិតបាត់ទៅហើយលីនយីក៏បានទៅបើកអទេសដើម្បីជួយសង្គ្រោះវែងស្រីម្នាក់ដែលក្មេងស្រីម្នាក់ហ្នឹងគឺពិតជាគួរឲ្យខ្ជួតមែនតើហើយនាងក៏បានអរគុណទៅកាន់លីនយីដែលបានជួយសង្គ្រោះជីវិតនាងចឹងណាហើយលីនយីក៏បានដើរប្រញាប់ទៅផ្ទះយ៉ាងលឿននិងបានប្រាប់ឲ្យនាងហ្នឹងត្រឡប់ទៅផ្ទះវិញដែរទៅហើយកញ្ញាម្នាក់នោះវិញគឺពិតជាមានការផាត់ភ័យមែនតើហើយនាងក៏បានទៅទាញអាវរបស់លីនយីនឹងបាននិយាយថាហើយដើម្បីបានជាអ្នកគ្មានបេះដូងបែបនេះហើយមិនហ៊ានទុកក្មេងតូចដែលគួរឲ្យស្រឡាញ់ម្នាក់នេះនៅតែឯងអញ្ចឹងដឹងថាអូនខ្លាចណាស់ក្មេងឈួតទៅទុកអូនចោលកុំចាក់ចេញពីអូនអីណាកុំចាក់ចេញពីអូនអីអូនខ្លាចអូយបានហើយអ្នកមើលថាឯងឈួតបាត់លោហើយលីនយីក៏បានតបថាមិនបាច់ទៅអរគុណអ្វីនោះទេខ្ញុំគ្រាន់តែជាក្មេងប្រុសម្នាក់ដែលធ្វើដំណើរឆ្លងកាត់តាមនេះហើយខ្ញុំឃើញយើងមានគ្រោះថ្នាក់អញ្ចឹងខ្ញុំក៏ទៅជួយសង្គ្រោះបន្តិចទៅក្មេងឆ្លាតដែរអ្នកបានរួចផុតអំពីបញ្ហាទៅហើយតើអ្នកនៅតែបារម្ភអំពីអ្វីទៅទៀតបានហើយទៅរកកន្លែងដែលមានសុវត្ថិភាពជាងក្នុងព្រៃទៅចោះខ្ញុំត្រឡប់ទៅផ្ទះវិញហើយកញ្ញាក្មេងតូចរបស់យើងនឹងក៏បានចាប់អាវរបស់លីនយីនឹងយ៉ាងជាប់នឹងបានក្រវីក្បាលទេកុំទុកក្មេងជ្រៃម្នាក់នេះខ្ញុំម្នាក់ឯងអីនៅក្នុងភ័យនេះសម្បូរទៅដោយសត្វចាហាវកុំទុកអូនចោលអីណាហើយឪពុកម្ដាយរបស់អូននឹងក៏បានប្រាប់អូនថាឆ្កែព្រៃនិងខ្មោចព្រាយទាំងនោះបានចាប់ក្មេងចាប់ធ្វើជាចំណីហើយលីនយីក៏បានយល់ព្រមទៅនឹងសំណើរបស់ក្មេងតូចម្នាក់នោះថានឹងនៅជាមួយគេប៉ុន្តែគេមិនដឹងថាត្រូវចំណាយពេលប៉ុន្មានទេដើម្បីធ្វើដំណើរពីទីកន្លែងនេះទៅផ្ទះរបស់កញ្ញានោះវិញដល់ពេលកន្លែងនេះដែរធ្វើឲ្យខួរក្បាលរបស់គេនឹងវល់ដូចកទេឡងទៅហើយពេលនោះដែរលីនយីរបស់យើងក៏ធ្វើការបន្លាយក្មេងតូចម្នាក់នោះចឹងណាបានប្រាប់កញ្ញានឹងថាអ្នករងចាំខ្ញុំនៅទីនេះទៅចោះខ្ញុំនឹងចាកចេញទៅមុនតែពេលនោះដែរក៏ធ្វើឲ្យក្មេងតូចរបស់យើងបានបើកភ្នែកធំប៉ុណ្ណឹងមន់ទៅហើយពីព្រោះតែនាងភ័យពេកហើយលីនយីក៏បាននិយាយថាខ្ញុំនិយាយលេងទេខ្ញុំមិនចាកចេញទៅណាទេកុំរំអីឥឡូវនេះខ្ញុំនឹងទៅរៀបចំរបស់របរមួយចំនួនដែលត្រូវការសម្រាប់ធ្វើដំណើររថ្ងៃស្អែកហើយបន្ទាប់មកយើងក៏ទៅផ្ទះរបស់យើងវិញដែលធ្វើឲ្យក្មេងតូចរបស់យើងហ្នឹងគឺពិតជាមានការសប្បាយចិត្តមែនតើអូយសប្បាយចិត្តណាហើយលីនយីក៏បានប្រមូលនៅរបស់របរមួយចំនួនយ៉ាងច្រើនហើយរូគេក៏បានសង្ឃឹមថាពួក L4
នឹងអាចជួយគេនឹងឲ្យត្រឡប់ទៅទឹកដីមនុស្សវិញចំណែកឯក្មេងតូចរបស់យើងក៏បានរកឃើញសម្លៀកបំពាក់មួយកំភ្លែហើយក៏បានឲ្យសម្លៀកបំពាក់នោះទៅកាន់លីនយីពីព្រោះថាខែនេះគឺវាជាខែត្រជាក់ចឹងឲ្យលីនយីត្រូវតែពាក់កៅអៅធំៗទៅកុំឲ្យវាត្រជាក់លីនយីក៏បាននឹងអែលក្បាលក្មេងតូចរបស់យើងហើយក៏បាននាំគ្នាធ្វើដំណើរចាកចេញពីទីកន្លែងនេះបាទទៅណាពេលដែលពួកគេបានធ្វើដំណើរចូលមកដល់ក្នុងព្រៃមួយលីនយីក៏បានសួរឈ្មោះរបស់ក្មេងតូចនោះថាតើខ្ញុំអាចស្គាល់ឈ្មោះរបស់អ្នកបានដែរឬទេក្មេងតូចនោះក៏បានប្រើឈ្មោះរបស់នាងថាខ្ញុំមានឈ្មោះថាតេកសយាយូរីចឹង admin ហៅថាយូរីបានហើយកុំឲ្យវាឈ្មោះវែងពេកចឹងណាយូរីក៏បានសួរទៅលិនយីវិញថាចុះអ្នកតើអ្នកឈ្មោះអ្វីហើយលិនយីក៏បានប្រាប់ថាខ្ញុំឈ្មោះថាលិនយីបន្ទាប់ពីបានណែនាំឈ្មោះហើយពួកគេទាំងអស់គ្នាក៏នាំគ្នាធ្វើដំណើរតទៅមុខទៀតមុនពេលងងឹតពេលដែលពួកគេបានធ្វើដំណើរបានមួយសន្ទុះក្រោយមកលិនយីក៏បានសម្រេចចិត្តថាសម្រាប់នៅទីកន្លែងនេះមួយយប់អាកាសធាតុពេលយប់ឡើងបានចូលមកដល់ក៏ស្រាប់តែឮសំឡេងឆ្វីងហើយក៏បានធ្លាក់ញញួរមួយហើយយើងមើលទៅមិនដឹងថាញញួរនោះមកពីណានោះទេពេលនោះដែរគឺធ្វើឲ្យលិនយីរបស់យើងនឹងគឺពិតជាមានការឈឺចាប់មែនតើមិនដឹងថាលិនយីរបស់យើងនឹងត្រូវអ្វីនោះទេក៏ស្រាប់តែរូបគេខ្លាចទៅជាបែបនេះយូរីក៏បានសួរថាតើលោកមិនអីទេឬលិនយីក៏បានតបថាខ្ញុំមិនអីទេវាគ្រាន់តែឈឺបន្តិចហើយឥឡូវសាច់រឿងរបស់យើង admin សូមឆ្លើយទៅត្រឹមនេះសិនណាសូមរងចាំនឹងទស្សនានៅភាពបន្តជាមួយ admin ទាំងអស់គ្នាបាយបាយសម្រាប់ chat admin ទាំងអស់គ្នា